កាលាមាសូត្រ គឺព្រះមហាវិមលធម្មចាងវាងសាលាបាលីជាន់ខ្ពស់ប្រែចេញពីគម្ពីរអង្គត្តរនិកាយខត្តកនិបាតព្រះគ្រូវិមលបញ្ញាឧក្សូ អាចារ្យព្រះរាជបណ្ណាល័យបានទទួលផ្ទៀងផ្ទាត់រួចហើយ កាលាមាសូត្រ សេចក្តីផ្ដើម ព្រះមហាវិមលធម្មថោង ចាងវាងសាលាបាលីជាន់ខ្ពស់ សូមថ្វាយព្រះរាជកុសលចំពោះព្រះករុណាជាម្ចាស់ជីវិត ព្រះចៅក្រុងកម្ពុជា ដោយអាត្មាភាពបានរៀបរៀងសៀវភៅកាលាមាសូត្រ ប្រែចេញពីបាលីគម្ពីរអង្គត្តរនិកាយខត្តកនិបាត ហើយបានទាំងទទួលពិនិត្យសៀវភៅពុទ្ធវង្សាវតាររបស់លោកកុម្ពូសៀ ហ្វីណូ ចាងវាងសាលាបារាំងសេសនៅទិសបូព៌ា ដែលលោកបានរៀបរៀងប្រែចេញពីគម្ពីរភាសាបាលីនិងភាសាសំស្ក្រឹត និងសេចក្តីក្នុងចម្លាក់ថ្ម ដែលព្រះបាទធម្មមាសោបទ្រង់ឲ្យឆ្លាក់ទុកនៅក្នុងស្រុកមជ្ឈុំប្រទេស នោះមកជាភាសាបារាំងសេស ហើយម៉ាដឺម៉ូអាល់ហ្សេកាបេលេស បានឲ្យអ្នកអង្គម្ចាស់វត្តឆាយាវង្សប្រែចេញមកជាភាសាខ្មែររួចហើយ ទើបប្រគល់មកលោកគ្រូវិមលបញ្ញាឧក្សូ និងលោកព្រះគ្រូសង្ឃវិជ្ជាតាត ផ្ទៀងផ្ទាត់តាមភាសាបាលីនិងភាសាសំស្ក្រឹតខ្លះ ហើយនិងភាសាខ្មែរ និងសៀវភៅអភិធម្មត្ថសង្កហៈ ជារបស់លោកព្រះគ្រូវិមលបញ្ញាឧក្សូ បានរៀបរៀងជាមួយនឹងព្រះគ្រូសង្ឃវិជ្ជាតាត ប្រែចេញពីបាលីអភិធម្មត្ថសង្កហៈ ព្រមទាំងដីកា ហើយនិងលោកព្រះគ្រូសង្ឃសត្ថានាថ ក៏បានជួយបំណុបបំរុងក្នុងការរៀបរៀងសៀវភៅនេះដែរ និងគតិលោករបស់ឧកញ៉ាសុតន្តប្រៃជាឥន្ទ បានតែងទុកមករួមគ្នាទាំងអស់ត្រូវជា4សៀវភៅ ក៏ឃើញថាត្រឹមត្រូវតាមគតិធម៌គតិលោកឥតមានទាស់អ្វីឡើយ ជារបស់មានប្រយោជន៍ដល់ចនានុជនក្នុងលោកនេះ និងលោកខាងមុខផង ម្យ៉ាងទៀតដែលនឹងកើតឡើងជាសៀវភៅទាំងនេះ នោះដោយសេចក្តីឧស្សាហ៍និងការទំនុកបម្រុងរបស់ម៉ាដឺម៉ូអាល់ហ្សេកាបេលេស ជាអ្នករក្សាហោព្រះរាជបណ្ណាល័យ បានចាត់ចែងឲ្យសៀវភៅទាំងនេះបានឡើងកាន់ពុម្ព ដើម្បីឲ្យបានសម្រេចតាមសេចក្តីប្រាថ្នារបស់ចនានុជនទាំងឡាយ